ជំរាបសួរពុកម៉ែបងប្អូនវិលមកជួបជាមួយនឹងខ្ញុំទៀតហើយសាស្ត្រីម៉ារ៉ុននៅប្រទេសម៉ាឡេស៊ីថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខទៀតហើយបងប្អូនឆាតៅហ៊ូជាមួយនឹងសាច់ជ្រូកកញ្ច្រាំបងប្អូនមុខម្ហូបនេះបងប្អូនធ្វើហើយកូនចូលចិត្តញ៉ាំណាស់ហើយមិនថាកូនមិនថាក្រុមគ្រួសារយើងចូលចិត្តញ៉ាំណាស់បងប្អូនព្រោះឲ្យទំនងអញ្ចឹងបងប្អូនសម្រាប់តៅហ៊ូក៏ឆ្ងាញ់មានបន្លែមានអីចឹងបងប្អូនឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាដំបូងយើងមានសាច់ជ្រូកដែលកញ្ច្រាំហើយបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្សៅរ៉ូឌីជាមួយនឹងម្សៅឆាហើយនឹងទឹកស៊ីអ៊ីវបន្តិចបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងបងប្អូនដាក់មួយស្លាបព្រាសិនព្រោះអីយើងត្រូវប្រឡាក់អញ្ចឹងណាយើងច្របល់ចូលគ្នាឲ្យសព្វអញ្ចឹងមកបងប្អូនបន្ទាប់មកខ្ញុំទុករយៈពេល20នាទីបងប្អូនឥឡូវសាច់ប្រឡាក់យើងក៏ប្រឡាក់រួចរាល់ហើយដែរបងប្អូនច្របល់រួចរាល់ហើយដែរយើងមកចាប់ផ្ដើមមើលគ្រឿងម្ដងបងប្អូនគ្រឿងមានដូចជាតៅហ៊ូបងប្អូនតៅហ៊ូខ្ញុំដាក់ចំនួន4ដុំយើងហាន់តូចអញ្ចឹងមកចំនួនន័យថាហាន់កាត់ជា4អញ្ចឹងបងប្អូនបន្ទាប់មកហាន់ការ៉ុតបងប្អូនការ៉ុតហ្នឹងយើងហាន់ផ្ទះទូចអញ្ចឹងដុំទូចអញ្ចឹងបងប្អូនហាន់តូចអញ្ចឹងមកឥឡូវការ៉ុតក៏ហាន់រួចរាល់ហើយបងប្អូនមកចាប់ផ្ដើមហាន់ជាមួយនឹងម្សៅផ្កាខាត់ណាបងប្អូនផ្កាខាត់ណាខ្ញុំដាក់ផ្កាខាត់ណាខៀវជាមួយនឹងផ្កាខាត់ណាសបន្តិចចឹងបងប្អូនលាយគ្នាហើយជាមួយនឹងផ្ចិតធំនេះបងប្អូនខ្ញុំដាក់ចំនួន1ចឹងយើងហាន់ដុំតូចអញ្ចឹងដែរមកបន្ទាប់មកខ្ញុំហាន់ជាមួយនឹងស្លឹកខ្ទឹមបងប្អូនស្លឹកខ្ទឹមគល់ខ្ទឹមហ្នឹងយើងហាន់តូចអញ្ចឹងមកបងប្អូនដើម្បីដាក់ឲ្យថារៀបយើងស្លោហើយយើងដាក់ពីក្រោយចឹងឲ្យឈ្ងុយចឹងបងប្អូនឥឡូវយើងមកចាប់ផ្ដើមធ្វើរបស់គ្នាបងប្អូនដំបូងខ្ញុំយកខ្លាញ់បំពងតៅហ៊ូសិនបងប្អូនដាក់ខ្លាញ់បំពងតៅហ៊ូហើយឲ្យក្រៀមអញ្ចឹងមកបងប្អូនឥឡូវតៅហ៊ូរបស់យើងក៏បំពងរឿងក្រៀមដែរហើយបងប្អូនយើងចាប់ផ្ដើមដាក់ខ្ទឹមសបងប្អូនដាក់ខ្ទឹមសបំពងឲ្យឈ្ងុយសិនឈ្ងុយហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងការ៉ុតព្រោះអីការ៉ុតរឹងឆាឲ្យរឹងទន់តិចសិនទៅបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងសាច់បងប្អូនសាច់មិញខ្ញុំដាក់ទាំងអស់ទេបងប្អូនដាក់ពាក់កណ្ដាលជាងអញ្ចឹងយើងឆាឲ្យឈ្ងុយមកបងប្អូនពាក់កណ្ដាលឆ្អិនសិនមកឆាត្រឡប់យកគ្នាមកបងប្អូនបន្ទាប់មកខ្ញុំដាក់បន្លែបងប្អូនបន្លែដែលខ្ញុំចិតមិញហ្នឹងដាក់មកទាំងអស់មកបងប្អូនយើងឆាត្រឡប់ទៅថាឲ្យវារំទន់តិចសិនបងប្អូនដាក់បន្ថែមទឹកតិចមកដាក់បន្ថែមទឹកឲ្យវាពុះសិនណាបងប្អូនឲ្យវាទន់សាច់ចឹងឲ្យទន់បន្លែហ្នឹងបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្មៅដាក់យកពណ៌អញ្ចឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងនិងម្សៅរ៉ូឌីបងប្អូនបន្ទាប់រួចក៏ដាក់ជាមួយនឹងម្សៅឆាហ្នឹងខ្ញុំដាក់ជាមួយនឹងទឹកណាបងប្អូនទឹកត្រជាក់យើងកូរចូលគ្នាអញ្ចឹងមកបន្ទាប់មកយើងចាក់ឲ្យវាខាប់អញ្ចឹងបងប្អូនអាហ្នឹងពេលរៀបឆ្អិនណាដាក់ឲ្យចូលគ្នាអញ្ចឹងមកបន្ទាប់មកខ្ញុំដាក់ជាមួយនឹងស្លឹកខ្ទឹមរួចរាល់ការស្ដាប់ឲ្យបងប្អូនតែប៉ុណ្ណឹងឆ្អិនហើយបើចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង share មួយផងបងប្អូនជួបខ្ញុំនៅវីដេអូក្រោយៗទៀតបងប្អូនអរគុណច្រើនជម្រាបលា